ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកចាញ់ប្រចាំថ្ងៃសម្រាប់ថ្ងៃទី19ខែ5ឆ្នាំ2025ជូនបងប្អូនគឺជាថ្ងៃដីបោកមកជាមួយនឹងជូតហើយជូតមានធាតុទឹកបោកនៅពីក្រោមអញ្ចឹងចំពោះបងប្អូនដែលគាត់ត្រូវការធាតុដីជាមួយនឹងធាតុទឹកនៅក្នុងថ្ងៃទី19នេះគឺហេងហើយជាពិសេសអ្នកដែលគាត់មានឆ្លូវក្នុងតួរាសីមិនថានៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមួយក៏ឆ្នាំកើតទេគឺបងប្អូនហេងបានលៀបហើយតកតងទៅនឹងបងប្អូនគាត់មានបញ្ហាឆុងគឺអ្នកដែលគាត់មានមមីក្នុងតួរាសីមិនថាម៉ោងថ្ងៃខែឆ្នាំគឺបងប្អូនត្រូវមានការប្រុងប្រយ័ត្នតាមនឹងបើមានមមីនៅក្នុងម៉ោងកើតមានបញ្ហាមួយកូនចៅបុគ្គលិកមានមមីនៅក្នុងថ្ងៃកើតមានបញ្ហារឿងជីវិតគូមានមមីនៅក្នុងខែកើតមានបញ្ហារឿងមុខរបរការងាររស់ស៊ីមាននៅក្នុងឆ្នាំកើតគឺមានបញ្ហាជាមួយនឹងចាស់ទុំអ្នកធំហើយជាពិសេសតែថាយើងអត់ត្រូវការធាតុដីឬមួយក៏អត់ត្រូវការធាតុទឹកទៀតបងប្អូនត្រូវប្រយ័ត្នប្រយែងឲ្យបានខ្ពស់សម្រាប់បងប្អូនដែលគាត់ចង់ប្រើប្រាស់ទិសល្អបងប្អូនអាចតាមដានវីដេអូនេះឲ្យដល់ចប់បានគឺទិសអសរប្រចាំថ្ងៃគឺនៅខាងត្បូងប្រចាំខែខាងកើតប្រចាំឆ្នាំខាងកើតអញ្ចឹងនៅសល់ចន្លោះខាងលិចនិងខាងជើងដែលជាទិសល្អបងប្អូនអាចប្រើប្រាស់បានហើយផ្កាយលេខ1ហោះចូលទីតាំងកណ្ដាលអញ្ចឹងខាងជើងលេខ6ខាងលិចលេខ3ជើងជើងលិចលេខ2អញ្ចឹងបងប្អូនអាចទាញប្រយោជន៍ពីផ្កាយជាមួយនឹងទិសដែលល្អបានហើយព្យាយាមកុំរង្គោះរង្គើជួសជុលដំស្វានជាពិសេសទិសឆុងជាមួយនឹងទិសអសរកុំជួសជុលដំស្វានផ្ដាំប្រសើរបងប្អូនមានការចាំបាច់ទេចឹងថ្ងៃនេះមកមានប៉ុណ្ណឹងបានខ្លីៗឯងបងប្អូនទាំងនេះសង្ឃឹមថាបងប្អូននឹងទាញបានប្រយោជន៍ពីវីដេអូមួយនេះហើយសូមបងប្អូនជួយ like ជាមួយនឹងជួយ share ដើម្បីឲ្យបានបងប្អូនដទៃទៀតឃើញវីដេអូហុងស៊ុយជារៀងរាល់ថ្ងៃព្រោះនៅពេលដែលបងប្អូនអត់ like អត់ share គឺយូរទៅគឺអត់ឃើញទេព្រោះមានបងប្អូនខ្លះគាត់សួរថាដូចបាត់ខ្ញុំតាណាអីចាំតាមពិតទៅខ្ញុំចេញវីដេអូសឹងតែរាល់ថ្ងៃតែពេលដែលយើងខាន like ខាន share យូរទៅគឺ Facebook អត់ឲ្យយើងឃើញទេអញ្ចឹងបងប្អូន like ជាមួយនឹង share ទៅគឺចិត្តតែរុញបងប្អូនឃើញហើយអញ្ចឹងអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា